តើអ្នកទាំងអស់គ្នាដឹងអត់ថាមានតួអង្គមួយដែលខ្លាំងជាងគេបំផុតនៅក្នុង DC Comics សូម្បីតែអ្នកនិពន្ធក៏ខ្លាចរអាគាត់ដែរអ្នកនោះគឺជា Superboy Prime ហើយអ្វីបានជាគាត់ខ្លាំងម្ល៉េះព្រោះគាត់មកពីភពផែនដីមួយឈ្មោះថា Earth Prime ជាពិភពពិតសម្រាប់គាត់អ្នកទាំងអស់គ្នាគ្រាន់តែជាគំនូរលើក្រដាស់តែប៉ុណ្ណោះគាត់មិនមែនជា Superhero គាត់ក៏មិនមែនជា Villain ដែរតែគាត់គឺជា Directive Glitch ជាកំហុសបច្ចេកទេសដែលសូម្បីតែព្រះក៏ពិបាកគ្រប់គ្រងអាវុធរបស់គាត់គឺ Recon Punch វាមិនមែនជាការដាល់ឲ្យស្លាប់ធម្មតាទេប៉ុន្តែវាជាការដាល់កាត់សាច់រឿងគាត់អាចដាល់មួយដៃគឺផ្លាស់ប្ដូរអតីតកាលលុបបំបាត់អស្ថិរភាពនិងបំផ្លាញរាល់ច្បាប់ទាំងអស់ចោលតែម្ដងបើនិយាយពី Fate ស្នាដៃរបស់គាត់គឺលើសពីការស្មានគាត់ធ្លាប់វាយបំបែកសក់វល់ដែលជាចិញ្ចាំងចុងក្រោយរវាងការពិតនិងការនិពន្ធគាត់វាយឈ្នះទាំង The Darkest Knight ដែលជាអស្ថិរភាពលេបត្របាក់ Multiverse ចំពោះគាត់គ្មានរបាំងការពារណាអាចទប់ជាប់ឡើយទោះបីជាអ្នកជាស្ដេចបិសាចដែលមានមន្តអាគមឬជាព្រះដែលមានច្បាប់ខ្ពស់កម្រិតណាក៏ដោយនៅចំពោះមុខ Supreme អ្នកគ្រាន់តែជារឿងនិទានបើគាត់ចង់ឲ្យអ្នកបាត់បង់អ្នកនឹងរលាយបាត់ភ្លាមព្រោះគាត់មិនលេងតាមច្បាប់របស់អ្នកឡើយត្រូវចាំទុកថានៅចំពោះមុខកណ្ដាប់ដៃដែលបំបាច់សាច់រឿងក្តីមេត្តាគឺមិនមានឡើយម្នាក់នោះគឺ Supreme បាទអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំនិយាយពីតួអង្គណាទៀតសូមជួយខមមិននៅប្រអប់នៅខមមិនខាងក្រោមណាចាំខ្ញុំនឹងធ្វើតួអង្គជូនអ្នកទាំងអស់គ្នាបន្តទៀតហើយជាចុងក្រោយគឺខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ហើយជាចុងក្រោយម្ដងទៀតគឺខ្ញុំសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ